សួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូមួយដែលសំខាន់ដែរពីរបៀបនៃការភ្ជាប់ Telegram ដើម្បីទទួលបាននូវការ order ពីហាងរបស់អ្នកទាំងអស់គ្នានោះអ្នកទាំងអស់គ្នានឹងទទួលបាន alert ផ្ញើជូនទៅ Telegram របស់អ្នកទាំងអស់គ្នាជាមួយនឹងព័ត៌មាននៃការ order អញ្ចឹងរបៀបចូលគឺអ្នកទាំងអស់គ្នាគ្រាន់តែចូលពាក្យថា Telegram bot ហើយបន្ទាប់មកចម្រាស់នៃការឲ្យ Telegram bot alert ហ្នឹងគឺមានពីរគឺទី1គឺការជូនដំណឹងផ្ទាល់ខ្លួនគឺជាចម្រាស់ដែលឲ្យ Telegram alert ទៅតែ chat របស់អ្នកតែម្នាក់ទេបន្ទាប់មកការជូនដំណឹងជាក្រុមគឺជាការ alert មានការ order ចូលទៅកាន់ group Telegram របស់អ្នកទាំងអស់គ្នាអញ្ចឹងឧទាហរណ៍នេះគឺខ្ញុំសូមជ្រើសរើសការជូនដំណឹងផ្ទាល់ខ្លួនហើយបន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើពាក្យថាបើក Telegram មួយនេះហើយបន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើប៊ូតុងពាក្យថា start bot ហើយបន្ទាប់មកចុចពាក្យថា open អូខេបន្តមកអ្នកនរនឹងចូលមកកាន់ Telegram bot បែបនេះបន្តមកអ្នកនរគ្រាន់តែចុចទៅលើប៊ូតុង start អូខេអញ្ចឹងអ្នកនរនឹងទទួលបាន chat ID បែបនេះបន្ទាប់មកអ្នកនរគ្រាន់តែចុចទៅលើ chat ID មួយនេះអញ្ចឹងនោះអ្នកនរនឹង copy បាន chat ID មួយហ្នឹងអូខេបន្ទាប់មកអ្នកនរត្រឡប់ទៅកាន់ website វិញបន្ទាប់មកអ្នកនរគ្រាន់តែផាស chat ID ទៅលើ account របស់អ្នកទាំងអស់គ្នាបន្ទាប់មកចុចលើពាក្យរក្សាទុកអូខេអញ្ចឹង Telegram bot របស់អ្នកនេះគឺ set up បានជោគជ័យអូខេអញ្ចឹងក្នុងករណីនៅពេលដែលមានភ្ញៀវរបស់អ្នកទាំងអស់គ្នាជាវទិញអីវ៉ាន់អ្នកនឹងទទួលបាន notification ទៅកាន់ email មួយហើយនឹងទៅកាន់ Telegram bot មួយហ្នឹងបន្តមកអ្នកគ្រាន់តែចុចទៅលើប៊ូតុង Telegram bot មួយហ្នឹងនៅពេលដែលមានការជឿទិញពីអ្នកទិញនោះអ្នកនឹងទទួលបាន chat ជាលក្ខណៈបែបនេះជាមួយនឹងព័ត៌មានរំអិតជាមួយនឹងព័ត៌មានទីតាំងហើយនឹង map និងព័ត៌មានលេខទូរស័ព្ទរបស់អ្នកទិញផងដែរខ្ញុំសូមបញ្ជាក់មកទៀត Telegram bot មួយនេះគឺវាធ្វើការ alert នៅពេលដែលមានការកម្មង់ជាមួយនឹងការទូទាត់លុយពីធនាគារបានជោគជ័យទេអញ្ចឹងបានវា load ចូល Telegram bot អ្នកទាំងអស់គ្នាបន្ទាប់មកអ្នកទាំងអស់គ្នាក៏អាចមើលព័ត៌មានលម្អិតបាននៅក្នុង website Cambridge Shop ដែលចូលទៅប៊ូតុងឆ្វេងថ្ងៃនេះហើយបន្ទាប់មកចុចទៅលើការបញ្ជាទិញបន្ទាប់មកអ្នកទាំងអស់គ្នាអាច scroll ទៅកាន់ស្ដាំដៃមិនកាន់ពាក្យថាមើលអូខេនោះអ្នកទាំងអស់គ្នាទទួលបានព័ត៌មានលម្អិតដូចជាឈ្មោះអតិថិជនអាស័យដ្ឋានដឹកជញ្ជូននេះគឺជាអីវ៉ាន់ដែលអ្នកទិញគាត់បានធ្វើការកម្មង់ហើយអ្នកទាំងអស់គ្នាក៏អាច print ជា PDF បានដែរ print បើសិនជាអ្នកទាំងអស់គ្នាមានម៉ាស៊ីន print អូខេអញ្ចឹងក្នុងករណីនេះមានន័យថាបើសិនជាអ្នកទាំងអស់គ្នាកំពុងដំណើរការឬក៏បានដាក់ដឹកទៅកាន់ភ្ញៀវហើយអ្នកនេះគ្រាន់តែ update status ហ្នឹងទៅអញ្ចឹងអ្នកទិញគាត់នឹងទទួលបានដំណឹងថាអីវ៉ាន់មួយហ្នឹងគឺបានដាក់ចេញទៅហើយអញ្ចឹងអ្នកទិញគាត់នឹងទទួលបានសារទៅកាន់ email ថាអីវ៉ាន់ហ្នឹងបានដឹកចេញទៅអ្នកទិញហើយអូខេមួយវីដេអូនេះទៀតគឺជារបៀបដែល add Telegram bot ចូលទៅកាន់ group របស់អ្នកទាំងអស់គ្នាអ្នកគ្រាន់តែចុចទៅកាន់ពាក្យថាការជូនដំណឹងក្រុមបន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ Telegram bot មួយនេះបន្តមកអ្នកគ្រាន់តែចុចពាក្យថា add to group all channel បន្តមកអ្នកគ្រាន់តែ add ទៅកាន់ group មួយណាដែលអ្នកទាំងអស់គ្នាចង់ឲ្យ bot មួយនឹងទទួលផ្ញើសារជូនដំណឹងក្នុងករណីនេះគឺខ្ញុំ add ចូល group មួយនេះបន្តមកគឺខ្ញុំ add bot as admin អូខេអញ្ចឹងនៅពេលដែលអ្នកបាន add ចូលហើយអ្នកគ្រាន់តែចុចទៅកាន់ពាក្យថា slash ហើយបន្ទាប់មកនោះវានឹង load success ថា chat ID អូខេអញ្ចឹងអ្នកនឹងទទួលបាន chat ID បែបនេះតោះមកអ្នកគ្រាន់តែ copy ពាក្យថា chat ID ហ្នឹងអ្នកទាំងអស់គ្នាគ្រាន់តែផាស chat ID ក្រុមរបស់អ្នកទាំងអស់គ្នាហ្នឹងបន្ទាប់មកអ្នកគ្រាន់តែចុចទៅលើពាក្យថារសារទុកការកំណត់អូខេអញ្ចឹងអ្នកគ្នាបាន set up ការជូនដំណឹងជាក្រុមរៀបរាល់ហើយអញ្ចឹងនៅពេលដែលមានការជឿទិញពីភ្ញៀវទិញទៅកាន់ website ហាងរបស់អ្នកគ្នានោះអ្នកនឹងទទួលបាន notification រូប Telegram របស់អ្នកបែបនេះ